តោះសួស្តីទាំងអស់គ្នាឥឡូវយើងមកធ្វើការ join domain អញ្ចឹងតើអ្វីទៅជាការ join domain អញ្ចឹងការ join domain ហ្នឹងគឺជាដំណើរការដែលយើងធ្វើការភ្ជាប់ computer client ទៅកាន់ domain ដែលគ្រប់គ្រងដោយ domain controller ដើម្បីឲ្យ computer client នោះស្ថិតនៅក្រោមការគ្រប់គ្រងអញ្ចឹងម៉ាស៊ីន server ដែលយើងកំពុងតែប្រើហ្នឹងនៅក្នុង VMware ហ្នឹងគឺបាន install រួចហើយគឺ Windows Server 2022 ដែលវាជាម៉ាស៊ីនមេដូចគ្នាយើងឃើញអញ្ចឹងហើយម៉ាស៊ីន client គឺខ្ញុំប្រើ Windows 7 បាទហើយនៅមាន client មួយទៀតគឺ Windows 10 អញ្ចឹងមុននឹងយើងចាប់ផ្ដើមធ្វើការ join domain ហ្នឹងយើងត្រូវធ្វើការ config basic configuration មួយចំនួនក៏ដូចជា promote Windows Server ហ្នឹងទៅជា domain controller បាទអញ្ចឹងនេះគឺជា Windows Server 2022 ដែលខ្ញុំបានតម្លើងរួចហើយនៅក្នុង VMware បាទតែអញ្ចឹងយើងមកមើលទាំងអស់គ្នាបាទអញ្ចឹងតាក់ទងទៅនឹង basic configuration នេះខ្ញុំទៅ server manager បាទអញ្ចឹងយើងធ្វើការដូរ time zone វាមកបាទដូរ time zone មកតំបន់យើងវិញណាបាទបន្តមកទៀតយើងធ្វើការ set IP address ឲ្យម៉ាស៊ីន server របស់យើងបាទយើង assign IP address អញ្ចឹងខ្ញុំដាក់ថា192 168ខ្ញុំដាក់10ហើយខ្ញុំដាក់10បាទតមកទៀតតទៅនឹង gateway យើងដាក់192 168 10 1បាទហើយចំណុចសំខាន់មួយទៀតនោះគឺ DNS server បាទកន្លែងហ្នឹងយើងត្រូវតែដាក់ហើយយើងដាក់ IP របស់ server របស់យើងបើសិនជាយើងអត់ដាក់ IP នៅក្នុង DNS server ហ្នឹងទេ client អត់អាចធ្វើការ join មកកាន់ domain ហ្នឹងបានទេបាទអញ្ចឹងយើងត្រូវ assign IP របស់ server នៅកន្លែង DNS server ហ្នឹងបាទប៉ុណ្្នឹងទេអញ្ចឹងយើងអូខេមកហើយចំណុចបន្តមកទៀតនោះគឺយើងធ្វើការ change computer name បាទយើងដូរឈ្មោះ computer របស់យើងបាទអញ្ចឹងគ្នាយើងកន្លែងនេះបើសិនយើងត្រឹមតែដាក់ server 1 នៅកន្លែងនេះគឺវាដើរទេយើងត្រូវចុច change ដំបូងចុច change សិនបាទយើងដាក់ថា server 1 បាទអញ្ចឹងអូខេមកបាទអញ្ចឹងវាតម្រូវឲ្យយើង restart computer នឹងតែម្ដងបាទអញ្ចឹងយើង restart server របស់យើងមកបាទអញ្ចឹងយើង restart ហើយអញ្ចឹងការ config basic configuration របស់យើងហើយតាក់ទងទៅនឹងការដូរ time zone តាក់ទងទៅនឹងការ assign IP address ក៏ដូចជា change computer name បាទមុននឹងឈានទៅដល់ការ promote server ហ្នឹងទៅជា domain controller បាទអញ្ចឹងការងារបន្ទាប់ទៀតគឺយើងត្រូវ promote server ហ្នឹងទៅជា domain controller បាទ
បាទអញ្ចឹងការងារបន្ទាប់គឺជាការប្រម៉ូទ Windows Server ហ្នឹងទៅជា Domain Controller បាទអញ្ចឹងយើងមកកាន់ dashboard របស់ Server Manager មកយើងនឹងឃើញពាក្យ Manage កន្លែងនេះបាទអញ្ចឹងចុចលើ Manage ហ្នឹងមកយើងអាច add role and feature បាទហើយបើមិនអញ្ចឹងទេយើងអាចចូលមកលើផ្ទាំង dashboard នេះវាមានស្រាប់តែម្ដងបាទអញ្ចឹងយើងអាច add role and feature ហ្នឹងមកហើយបន្តមកទៀតនោះយើងចុច next បាទយើងយកចំណុចទី1ចុច next បាទអញ្ចឹង server selection គឺយើងយកទៅលើ server 1គឺម៉ាស៊ីន server ហ្នឹងតែម្ដងនេះគឺជាឈ្មោះដែលយើងបាន rename ទៅជា server 1បាទអញ្ចឹងយើង select ហ្នឹងមកយើងចុច next ទៀតបាទអញ្ចឹងតាក់ទងទៅនឹង server role អញ្ចឹងគឺយើងត្រូវ add service មួយដែលមានឈ្មោះថា Active Directory Domain Service បាទកន្លែងនេះបាទបន្ទាប់មកទៀតយើង add feature យើងចុច next បាទយើងចុច next ទៀតមកចុច next ហើយយើងធ្វើការ install យកតែម្ដងអញ្ចឹងចំណុចនេះគឺវាត្រូវការចំណាយពេលបន្តិចដែរវារៀងយូរបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការកាត់វាខ្លីៗបាទឲ្យវីដេអូហ្នឹងខ្លីបន្តិចចុះបាទបាទអញ្ចឹងការ install role and feature របស់យើងចប់ហើយអញ្ចឹងយើងចុច close បាទអញ្ចឹងចំណុចបន្ទាប់បាទចំណុចបន្ទាប់គឺចំណុចសំខាន់គឺការ promote server ហ្នឹងទៅជា domain controller បាទអញ្ចឹងនៅលើ dashboard server manager របស់យើងនៅផ្នែកខាងស្ដាំហ្នឹងយើងឃើញសញ្ញាឧទានពណ៌លឿងមួយបាទអញ្ចឹងយើងចុចលើ notification ហ្នឹងមកបាទអញ្ចឹងយើងឃើញពាក្យថា promote this server to a domain controller បាទយើងចុចលើហ្នឹងមកបាទអញ្ចឹងចំណុចនេះគឺយើងជ្រើសរើសយក add new forest បាទព្រោះយើងធ្វើការ config ទៅលើ server ថ្មីរបស់យើងបាទអញ្ចឹងកន្លែងនេះគឺខ្ញុំដាក់ថា npic.edu.kh បាទអញ្ចឹងឈ្មោះ domain របស់យើងគឺខ្ញុំដាក់បែបហ្នឹងបាទអញ្ចឹងយើងចុច next ទៅទៀតបាទអញ្ចឹងអានេះខ្ញុំយកចុងក្រោយតែម្ដង2016បាទពោះជាងគេបាទអញ្ចឹងចំណុចនេះយើងត្រូវដាក់ password ហើយគ្នាយើងត្រូវចាំទាំងអស់គ្នាដែរកុំដាក់ឲ្យភ្លេចណាអញ្ចឹងដើម្បីឲ្យងាយចាំខ្ញុំដាក់ password ខ្ញុំដូចទៅនឹង server តែម្ដងហើយខ្ញុំចុច next ទៀតតបមកខ្ញុំចុច next ទៀតហើយខ្ញុំចុច next ទៀតចុច next បាទអញ្ចឹងគឺអូខេហើយអញ្ចឹងយើងធ្វើការ install តែម្ដងបាទអញ្ចឹងយើងនឹងត្រូវ restart ម្ដងទៀតបន្ទាប់ពី install ហើយបាទអញ្ចឹងរងចាំតិចទៅបាទអញ្ចឹងយើង restart រួចហើយយើងចូលមកវិញបាទអញ្ចឹងបន្ទាប់ពី restart ហើយយើងបានឃើញនៅឈ្មោះ domain របស់យើងគឺ npic/administrator អញ្ចឹងយើងវាយ password server របស់យើងមក
បាទអញ្ចឹងយើងបាន promote server របស់យើងទៅជា domain controller ហើយអញ្ចឹងយើងអាចធ្វើការ join domain បានអញ្ចឹងយើងទៅម៉ាស៊ីនបាទម៉ាស៊ីន client របស់យើងបាទបាទការងារបន្ទាប់នោះគឺយើងត្រូវដាក់ IP address នៅលើម៉ាស៊ីន client របស់យើងដែរដើម្បីឲ្យវាស្គាល់គ្នាបាទម៉ាស៊ីន server របស់យើងមិញយើងដាក់ IP 10អញ្ចឹងខ្ញុំដាក់នេះ11មកបាទអញ្ចឹងខ្ញុំដាក់11ហើយ gateway វាគឺ1បាទអញ្ចឹងចំពោះ DNS គឺយើងត្រូវដាក់ IP របស់ DNS server បាទគឺ server 2022ដែលយើងបាន config មុនហ្នឹងបាទនេះគឺ IP របស់វាបាទ 192.168.10.10 បាទចឹងកន្លែងហ្នឹងសំខាន់បាទចឹងយើងអូខេមកហើយបន្តមកទៀតគឺយើងធ្វើការ ping បាទ ping ទៅរកគ្នាចង់ដឹងថាវាស្គាល់គ្នាអត់បាទបាទអញ្ចឹងយើង ping ពីម៉ាស៊ីន client ទៅកាន់ម៉ាស៊ីន server គឺស្គាល់តោះអញ្ចឹងការងារមួយទៀតគឺយើងត្រូវបញ្ជាក់ផ្ទៀងផ្ទាត់គឺយើងត្រូវ ping ពីម៉ាស៊ីន server មកកាន់ម៉ាស៊ីន client វិញបាទអញ្ចឹងស្គាល់ទេអញ្ចឹងអាចមកពី firewall បាទអញ្ចឹងយើងចូលទៅបិទ firewall សិនបាទយើងទៅបិទនៅខាង client មួយទៀតបាទឥឡូវស្គាល់ហើយអញ្ចឹងយើងធ្វើការ ping ពីម៉ាស៊ីន server ក៏ស្គាល់យើង ping ពីម៉ាស៊ីន client ក៏ស្គាល់បាទនេះគឺជា server ម៉ាស៊ីនមេហើយនេះគឺជា client បាទយើងចាត់ទុកថាវាជាម៉ាស៊ីនកូដទៅចុះបាទអញ្ចឹងពេលដែលយើង join domain client របស់យើងវានឹងក្លាយទៅជា member នៃម៉ាស៊ីន server បាទជំហានបន្ទាប់គឺយើងនឹងធ្វើការបង្កើត user ឬក៏ computer នៅក្នុងម៉ាស៊ីន server របស់យើងបាទយើងចូលទៅ tool ហើយបន្ទាប់មកទៀតយើងរើសយកពាក្យថា Active Directory User and Computer បាទអញ្ចឹងយើងបង្កើត user មួយដោយចូលនៅលើ domain របស់យើងបាទខ្ញុំដាក់ថា user 1បាទយើងដាក់ password next finish បាទអញ្ចឹងការងារបន្ទាប់បាទគឺដល់ខ្លឹមសារនៃមេរៀនរបស់យើងហើយគឺដល់ខ្លឹមសារនៃវីដេអូរបស់យើងហើយគឺការ join domain បាទអញ្ចឹងបញ្ជាក់ម្ដងទៀតតើអ្វីទៅជាការ join domain បាទការ join domain គឺជាដំណើរការដែលយើងភ្ជាប់ computer client ទៅកាន់ domain ដែលគ្រប់គ្រងដោយ domain controller បាទគឺ Windows Server 2022របស់យើងដែលយើងបាន promote វាទៅជា
domain controller មុននេះបាទអញ្ចឹងយើងទៅ client បាទអញ្ចឹងយើងទៅ change computer name របស់យើងបាទអញ្ចឹងយើងចុចលើ change setting ហើយបន្តមកទៀតហ្នឹងគឺយើងចុច change បាទហើយយើងធ្វើការវាយឈ្មោះ domain របស់យើងចូលអញ្ចឹងកន្លែងនេះយើងដាក់ថា user1 បាទអញ្ចឹង domain របស់យើងគឺ npic.edu.kh ហើយយើងចុច OK វាទាមទារ user name និង password របស់ server បាទបាទអញ្ចឹងយើងអាចធ្វើការ join domain បានហើយបាទ welcome to the npic.edu.kh domain បាទអញ្ចឹងវានឹងធ្វើការ restart ម៉ាស៊ីន client របស់យើងបាទអញ្ចឹង restart មកបាទអញ្ចឹងម៉ាស៊ីន Windows 7 របស់យើងបានធ្វើការ join domain ហើយអញ្ចឹងវាគឺខ្លាយជា member របស់ server របស់យើងបាទរបស់ Windows Server 2022បាទអញ្ចឹងយើងធ្វើតេស្តតិចមកបាទខ្ញុំនឹងធ្វើការ remote បិទម៉ាស៊ីន Windows 7 ហ្នឹងដោយបញ្ជាពីម៉ាស៊ីន server ទៅបាទអញ្ចឹងខ្ញុំចូលមក comment shutdown .i បាទអញ្ចឹងវានឹងចេញផ្ទាំង interface នេះមួយមកហើយខ្ញុំនឹងជ្រើសរើសយក shutdown ហើយខ្ញុំនឹង browse នៅម៉ាស៊ីន server 1 ដែលជា Windows 7 ខ្ញុំដាក់តែ20 second ទេបាទអញ្ចឹងខ្ញុំផ្ញើ message hello Windows 7 I will shut down you in 20 seconds បាទអញ្ចឹងគឺអូខេមកបាទអញ្ចឹងយើងទៅមើល Windows 7 បាទអញ្ចឹងគឺវាផ្ញើ message មកបាទអញ្ចឹងការ join domain យើងគឺបែបហ្នឹងបាទគឺយើងយក Windows client ទៅ join ជាមួយនឹង server ដែលម៉ាស៊ីន server អាចធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីន client បាននេះគ្រាន់តែជាឧទាហរណ៍មួយទេនៃការបញ្ជាបិទគឺយើងនៅមានមុខងារជាច្រើនទៀតក៏ដូចជា service ផ្សេងច្រើនទៀតដែលយើងនឹងត្រូវធ្វើការលើ server ក៏ដូចជា client ផងដែរបាទអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេគ្នាយើងបាទ